បើទោះជាត្រូវស្លាប់កូនប្រុសមិនស្ដាយក្រោយឡើយយ៉ាងនេះចុះលោកឲ្យពេលខ្ញុំប៉ុន្មានថ្ងៃទៀតខ្ញុំនៅតែចង់ទៅរកសាកសបងប្រុសខ្ញុំមកវិញបើនៅតែរកមិនឃើញទៀតរឿងនេះខ្ញុំឈប់និយាយទៀតហើយមិនបានទេឪឡាងឯងពិតជាមិនអាចទៅទៀតទេមិនក៏មានសម្លេងទីរោគយំទៀតហើយឪឡាងប្រយ័ត្នឪឡាងឯងមើលចុះនេះគឺជាកម្មពីរបស់ជ្រលងទីរោគបិសាចសើយដល់ហើយនៅសុខក្នុងផ្ទះសោះក៏ត្រូវក្បឿងធ្លាក់បែកក្បាលដែរលើកនេះឯងជាហើយឬនៅក្បឿងនេះគឺខ្យល់បក់ធ្លាក់មកតើមានពាក់ព័ន្ធអីនឹងកម្មពីទៅក្មេងនេះមិនក៏ឯងមិនជឿចឹងម៉ែអាចធ្វើបាបឯងបានដែរហ៎ឪឡាងដល់ម៉ោងផឹកថ្នាំហើយបងថ្លៃខ្ញុំគ្រាន់តែបែកក្បាលតើផឹកថ្នាំធ្វើអីបងដូចជាធ្វើរឿងធំពេកហើយម៉ែប្រាប់ថាឲ្យឯងឆាប់បំពន់រាងកាយឆាប់រៀបការបង្កើតគ្រួសារឆាប់ផឹកទៅឪឡាងនេះគឺដើម្បីបន្តពូជពង្សកូនអូរបស់យើងបើមិនចឹងទេពេលម៉ែស្លាប់ទៅមានមុខអីទៅជួបពុកឯងបានខ្ញុំផឹកម៉ែបងថ្លៃពួកគាត់ទៅសម្រាកសិនចុះខ្ញុំរៀងអស់កម្លាំងចង់គេងហើយបានស្អីជាបំរាមបណ្ដាសានោះចាំខ្ញុំចាប់បានអាសក់ស្នោះស្ដេចឃាតករយកឈាមវាព្យាបាលដំបៅមុខមនុស្សនេះចាំមើលពួកឯងមានអីនិយាយទៀតអាសត្វត្រឆានឈីងធានចង់សម្លាប់ខ្ញុំនៅត្រង់នេះឯងស្នែងរឹងមាំណាស់កម្លាំងខ្លាំងណាស់បើបុកត្រូវមនុស្សវិញមិនស្លាប់ក៏ពិការដែរអាសត្វនេះកម្លាំងខ្លាំងណាស់ល្បឿនក៏លឿនទៀតឈាមទាំងនេះអាចព្យាបាលដំបៅមុខមនុស្សបានមែនទេតាឡាងប្តីសម្លាញ់បងត្រឡប់មកវិញហើយអូននឹកបងណាស់បងថ្លៃធ្វើអីហ្នឹងបងថ្លៃតាំងស្មារតីឡើងអូនរៀបការយូរហើយមិនទាន់បង្កើតកូនឲ្យត្រកូលអ៊ូសោះឥឡូវនេះឲ្យអូនបំពេញតួនាទីជាកូនប្រាសាទគោលអ៊ុំដងដើម្បីបន្សល់ទុកកូនចៅឲ្យត្រកូលអ៊ូបងថ្លៃមើលឲ្យច្បាស់ខ្ញុំគឺអឺឡាងនរណាសុទ្ធតែជាគ្រួសារតែមួយមានអីត្រូវសុំទោសនោះបើមិនទាន់មានកូនឲ្យត្រកូលអ៊ូយ៉ាងហោចណាស់ក៏មិនខ្មាស់ដូនតាត្រកូលអ៊ូដែរបងថ្លៃតាំងស្មារតីឡើងតាឡាងបើបងមិនព្រមតាមអូនទេចឹងអូនមានតែបង្ខំហើយបងថ្លៃតាំងស្មារតីឡើងខ្ញុំគឺអឺឡាងឈុនឡានកាត់អីហ្នឹងម៉ែបងថ្លៃដូចជាមិនស្រួលទេដូចត្រូវអំពើគេចឹងគាត់ខំខ្ញុំមួយម៉ាត់នៅសុកមិនក៏ត្រូវអំពើគេទៅម៉ែឆាប់យកខ្សែមកឆាប់ឡើងបងថ្លៃសុំទោសផងទ្រាំបន្តិចសិនទៅចាំបងដឹងខ្លួនវិញខ្ញុំនឹងស្រាយឲ្យត្រកូលអ៊ូយើងបានសាងកម្មពីអីទៅឈុនឡានជាកូនប្រសារល្អណាស់មិនក៏ខ្លាយជាត្រូវអំពើគេចឹង
កូនអ្នកណាគេនឹងមិនក៏យំខ្លាំងម្លេះ